សួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រី AI មិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតទេវាអាចធ្វើការវិនិច្ឆ័យជំងឺយ៉ាងសកម្មសរសេរកូដបើកបររថយន្តនិងបង្កើតរូបភាពសិល្បៈវាត្រូវបានព្យាករណ៍ថានឹងអាចក្លាយជាឧស្សាហកម្មតម្លៃ$190,000 លាន 1. 5G AI លើសពីអ៊ីនធឺណិតលឿនជាងនេះទៅទៀតគឺជាឆ្អឹងខ្នងសម្រាប់ភពដែលបានតភ្ជាប់ដែលអនុញ្ញាតឲ្យមានការទំនាក់ទំនងតាមពេលវេលាជាក់ស្ដែងរវាងឧបករណ៍រាប់លានផ្ដល់ថាមពលដល់ទីក្រុងឆ្លាតវៃនិងយានជំនិះស្វ័យប្រវត្តិអ៊ីនធឺណិតកំពុងធ្វើឲ្យពិភពលោកមានជីវិតដោយមានផ្ទះឆ្លាតវៃមានទូទឹកកកនិយាយនិងរថយន្តចេះគិតវាត្រូវបានគេរំពឹងថានឹងឈានដល់$1.6,000 លាននៅក្នុងឆ្នាំ2025នេះ 2. Edge Computing បច្ចេកវិទ្យានេះផ្លាស់ទីដំណើរការទិន្នន័យកាន់តែខិតទៅជិតប្រភពរបស់វាដោយអនុញ្ញាតឲ្យមានការឆ្លើយតបភ្លាមៗនៅក្នុងយានជំនិះមនុស្សយន្តនិងនៅក្នុងទីក្រុងឆ្លាតវៃ 3. Blockchain លើកពីរូបិយប័ណ្ណ Digital Blockchain កំពុងដំណើរការឡើងវិញនៅការជឿទុកចិត្តលើខ្សែចង្វាក់ផ្គត់ផ្គង់ការថែទាំសុខភាពដោយរដ្ឋាភិបាលដោយផ្ដល់នូវកំណត់ត្រាដែលបានផ្ទៀងផ្ទាត់និងគ្មានការរំខានទៀតទេ 4. AR និង VR បច្ចេកវិទ្យានេះនឹងធ្វើឲ្យកម្មវិធីបានដោយ AR នាំធាតុ Digital ចូលទៅក្នុងពិភពពិតហើយ VR នឹងដឹកជញ្ជូនអ្នកប្រើប្រាស់ទៅកាន់បរិស្ថានថ្មីទាំងស្រុង 5. Quantum Computing ជាម៉ាស៊ីនដែលអាចដោះស្រាយបញ្ហាស្មុគស្មាញក្នុងរយៈពេលតែប៉ុន្មានវិនាទីដែលនឹងប្រើប្រាស់កុំព្យូទ័រទំនើបជាច្រើនសតវត្ស 6. ដំណើរការមនុស្សជនស្វ័យប្រវត្តិ RPA បុគ្គលិកកម្មករ Digital ដែលធ្វើកិច្ចការដដែលៗដោយស្វ័យប្រវត្តិនឹងត្រូវអាចជំនួសបាន 7. សុវត្ថិភាពតាមអ៊ីនធឺណិតប្រព័ន្ធភាពស៊ាំ Digital របស់យើងដែលវិវត្តឥតឈប់ឈរដើម្បីការពារប្រឆាំងនឹងការវាយប្រហារដ៏ឆ្លាតវៃនឹងត្រូវបានការពារដែលមានមូលដ្ឋានលើ AI 8. បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពបច្ចេកវិទ្យាបៃតងផ្ដោតលើការសន្សំភពផែនដីតាមរយៈថាមពលកើតឡើងវិញនិងការកែច្នៃប្រឌិតអេកូទី 9 ការបង្កើតមនុស្សការរួមបញ្ចូលគ្នារវាងមនុស្សជាមួយនឹងម៉ាស៊ីនតាមរយៈ Exoskeleton និងបន្ទះ Segway ខួរក្បាលដែលអនុញ្ញាតឲ្យប្រសើរឡើងនៅជីវសាស្ត្រទី 10 ជំនួយការ AI ដែលសរសេរកូដសាកល្បងកំហុសនិងបង្កើនល្បឿនការបង្កើតថ្មីសម្រាប់អ្នកអភិវឌ្ឍទី 11 វេទិកាឧស្សាហកម្មជាវេទិកាពិសេសសម្រាប់ឧស្សាហកម្មផ្សេងៗដូចជាហិរញ្ញវត្ថុការថែទាំសុខភាពនិងការផលិតការផ្ដល់ឧបករណ៍ដែលមានសុវត្ថិភាពនិងអាចធ្វើមាត្រដ្ឋានបាននឹងត្រូវដំណើរការទាំងស្រុងដោយ AI